你去哪里？我去上班。我去洗澡。我去吃饭。我去银行。我去市场。我去酒店សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តអំពីការរៀនភាសាចិនរបស់យើងដែលនិយាយទាក់ទងអំពីសំណួរសួរថាតើអ្នកទៅណាក៏ដូចជាចម្លើយទាំង11ចឹងកុំឲ្យខាតពេលយូរយើងមកចូលដល់សំណួរក៏ដូចជាចម្លើយរបស់យើងតែម្ដងនៅពេលដែលយើងចង់សួរគេថាតើអ្នកទៅណាចំពោះភាសាចិនយើងនិយាយថា你去哪里你去哪里你去哪里គឺយើងប្រែថាតើអ្នកទៅណាគឺជាប្រយោគសំណួរដែលយើងចង់សួរទៅគេអញ្ចឹងចំពោះចម្លើយគឺខ្ញុំទៅក្រុមហ៊ុនភាសាចិនយើងនិយាយថា我去公司我去公司ចំពោះពាក្យ我去ពីរម៉ាត់ហ្នឹងគឺយើងប្រែថាខ្ញុំទៅចំពោះពាក្យកុងសឺគឺយើងប្រែថាក្រុមហ៊ុនបើយើងផ្គុំចូលគ្នាមក我去公司我去公司គឺយើងប្រែថាខ្ញុំទៅក្រុមហ៊ុនសម្រាប់ចម្លើយបន្ទាប់ហ្នឹងគឺខ្ញុំទៅសាលារៀនភាសាចិនយើងនិយាយថា我去学校我去学校我去学校我去ខ្ញុំទៅ学校គឺយើងប្រែថាសាលារៀនពេលដែលយើងផ្គុំចូលគ្នាមក我去学校គឺយើងប្រែថាខ្ញុំទៅសាលារៀនចំពោះចម្លើយបន្ទាប់ហ្នឹងគឺខ្ញុំទៅសន្តាគារភាសាចិនយើងនិយាយថា我去酒店我去酒店我去酒店ចំពោះពាក្យ我去គឺយើងដឹងហើយប្រែថាខ្ញុំទៅចំពោះពាក្យ酒店គឺយើងប្រែថាសន្តាគារពេលដែលយើងផ្គុំចូលគ្នាមក我去酒店គឺយើងប្រែថាខ្ញុំទៅសន្តាគារចំពោះចម្លើយបន្ទាប់ហ្នឹងគឺខ្ញុំទៅផ្សារអានេះគឺយើងផ្សារយើងធម្មតាទេមិនមែនជាផ្សារទំនើបទេណាបើសិនជាផ្សារទំនើបគឺយើងប្រើពាក្យផ្សេងអញ្ចឹងខ្ញុំទៅផ្សារភាសាចិនយើងនិយាយថា我去市场我去市场我去市场គឺយើងប្រែថាខ្ញុំទៅផ្សារចំពោះពាក្យ我去គឺយើងប្រែថាខ្ញុំទៅ市场ចំពោះពាក្យពីរម៉ាត់ហ្នឹងគឺយើងប្រែថាផ្សារពេលដែលយើងផ្គុំចូលគ្នាមក我去市场គឺយើងប្រែថាខ្ញុំទៅផ្សារចំពោះចម្លើយបន្ទាប់ហ្នឹងគឺខ្ញុំទៅធនាគារគឺពាក្យហ្នឹងគឺយើងនិយមប្រើតែម្ដងដោយសារតែរាល់ថ្ងៃហ្នឹងយើងប្រកាសជាសារទៅធនាគារទៅដកលុយឬមួយក៏ទៅដាក់លុយអីអញ្ចឹងណាអញ្ចឹងចំពោះភាសាចិនគឺយើងនិយាយថាខ្ញុំទៅធនាគារភាសាចិន我去银行我去银行我去银行我去ខ្ញុំទៅ银行គឺយើងប្រែថាធនាគារពេលដែលយើងផ្គុំចូលគ្នាមក我去银行គឺយើងប្រែថាខ្ញុំទៅធនាគារចំពោះចម្លើយបន្ទាប់ហ្នឹងគឺខ្ញុំទៅញ៉ាំបាយគឺនិយាយទៅប្រយោគនេះគឺយើងប្រើជាប្រចាំថ្ងៃតែម្ដងគឺភាសាចិននិយាយថា我去吃饭我去吃饭我去吃饭គឺយើងប្រើថាខ្ញុំទៅញ៉ាំបាយអញ្ចឹងចំពោះពាក្យ我去គឺខ្ញុំទៅចំពោះពាក្យ吃饭吃饭ហ្នឹងគឺញ៉ាំបាយអញ្ចឹងពេលយើងផ្គុំចូលគ្នាមក我去吃饭我去吃饭គឺយើងប្រើថាខ្ញុំទៅញ៉ាំបាយចំពោះប្រយោគបន្ទាប់ហ្នឹងគឺខ្ញុំទៅងូតទឹកចំពោះភាសាចិនយើងនិយាយថា我去洗澡我去洗澡我去洗澡我去គឺយើងប្រើថាខ្ញុំទៅស៊ីចោស៊ីចោពាក្យពីរម៉ាត់នេះគឺយើងប្រើថាងូតទឹកអញ្ចឹងពេលយើងផ្គុំចូលគ្នាមក我去洗澡我去洗澡គឺយើងប្រើថាខ្ញុំទៅងូតទឹកអញ្ចឹងចំពោះប្រយោគបន្ទាប់ខាងក្រោមនោះគឺខ្ញុំទៅធ្វើការគឺចំពោះប្រយោគមួយនោះគឺយើងឧស្សាហ៍ប្រើជាប្រចាំថ្ងៃតែម្ដងដោយសារតែយើងដល់វ័យដែលយើងរៀនចប់អញ្ចឹងហើយយើងត្រូវទៅធ្វើការអញ្ចឹងចំពោះពាក្យខ្ញុំទៅធ្វើការភាសាចិនប្រយោគភាសាចិនគឺយើងនិយាយថា我去上班我去
去上班我去上班我去គឺយើងប្រើថាខ្ញុំទៅ上班គឺយើងប្រើថាធ្វើការអញ្ចឹងពេលយើងផ្គុំចូលគ្នាមក我去上班គឺយើងប្រើថាខ្ញុំទៅធ្វើការចំពោះប្រយោគបន្ទាប់ហ្នឹងគឺខ្ញុំទៅរោងកុនភាសាចិនយើងនិយាយថា我去电影院我去电影院គឺយើងប្រើថាខ្ញុំទៅរោងកុនចំពោះ我去គឺយើងប្រើថាខ្ញុំទៅ电影院គឺយើងប្រើថារោងកុនពេលយើងផ្គុំចូលគ្នាមក我去电影院គឺយើងប្រើថាខ្ញុំទៅរោងកុនចំពោះប្រយោគចុងក្រោយហ្នឹងគឺខ្ញុំទៅរោងចក្រប្រយោគហ្នឹងគឺអ្នកចំពោះអ្នកដែលធ្វើការនៅរោងចក្រហ្នឹងគឺយើងឧស្សាហ៍ប្រើតែម្ដងពេលដែលគេសួរយើងទៅណាអញ្ចឹងលក្ខណៈថាគេអត់ដឹងថាយើងធ្វើការនៅណាអញ្ចឹងយើងប្រាប់ថាខ្ញុំទៅរោងចក្រភាសាចិនយើងនិយាយថា我去工厂我去工厂我去工厂我去ខ្ញុំទៅកុងឆាងគឺយើងប្រើថារោងចក្រពេលយើងផ្គុំចូលគ្នាមកវ៉ាឈីកុងឆាងគឺយើងប្រើថាខ្ញុំទៅរោងចក្រជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាបើសិនជាមានចំណុចខ្វះខាតត្រង់ការបញ្ចេញសលេងកន្លែងណាមួយអីមិនចំតួអក្សរអីក៏សូមទោសពីសំណាក់រៀនច្បងអញ្ចឹងចំពោះបងប្អូនណាមិនទាន់បាន Subscribe នៅ Channel YouTube របស់ខ្ញុំសូម Subscribe ដាក់សញ្ញាកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីៗរាល់ការអាប់ឡូតរបស់ខ្ញុំជាបន្តជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នា